มันย้อยลงทางคุณพี่ทางเราตีมอบย้อมช่วยเพื่อไม่ตระเยอะแต่ยงตะบอเลยจะตร้องแต่บอกตร้องวันโยช่วยปีเลย70 ล้านสร้างลูกของไปนั่นปีเลย70 ล้านcòn nên phơi nhỉ có cái thì không phơiร้องวันเยอะทางโดนcònเอาคนบองสไลด์เนี่ยบานช่วยจะถ่ายเป็นการเนี่ยเรามาได้แต่บองโปรลุงตึกเราเยอะตอนเราคุยเนี่ยตั้งแต่สลับดูรู้ไปเยอะตอนตั้งได้แต่ตั้งแต่ลุงตึกละชั่วกว่าทาง ไม่พอได้เชี่ยนะ เติมมาชิมาเยอะเหมือนอาทายังจะบอสมาโต้บอกวัดสมาโต้มันประมาณกวดสลับเอาคืนสะสมจ้ายังมันประมาณวัดเต้บอกขารั่วเคยอยู่รั่วเคยรั่วจ้าอัพเต้อัพประมาณเต้จ้าแล้วปีไปเคยแต่ปีบัดมวยเนี่ยจ้าเวลาจ้าลมตังวอกินสมตามจัดต่างๆได้ช่วยបើសិនមិននឹងไม่รู้អត់ឃើញតែបើណាស្លាប់ក៏យើងសាកសពដែរហើយនេះខាងតឡងគាត់បានមកតែជូនប៉យឃើញជូនប៉យលេងហើយឃើញហើយបងឯងឃើញកូនទៅខ្ញុំក៏មានកូនដែរតែគេណាទេឲ្យរស់ឲ្យរស់មកឧទាហរណ៍គាត់ទៅណាទៅណាយើងមកវិញមកស្មាតោខ្ញុំមិនប្រមាថគាត់ទេឧទាហរណ៍ថាបើគាត់ឧទាហរណ៍មិនប្រមាថគាត់ទេបើគាត់ស្លាប់ឲ្យឃើញជាស័ក្តិនេះទៅណាខ្ញុំមិនអត់ប្រមាថកូនបងឯងទេតែថាបើរស់ឲ្យកូនមកវិញមកម្ដាយទឹកចិត្តម្ដាយដូចគ្នាម្ដាយណាម្ដាយដូចគ្នាទេម្ដាយណាមកនៅប៉ែតអ្នកនៅប៉ែតណាអ្នកនៅសុខបានចាំថា3នាក់2នាក់គេរស់លើកនៅតែគាត់មួយនេះមួយនៅនឹងតាលើកបាត់មួយហ្នឹងមួយនៅនឹងតាអ្នកនៅក្នុងការហេតុទីណាគេនោះអូនោះអូនហើយស៊ូគាត់ទេមើលไอ้บ้านเนี่ยจะลงมาเนี่ยមើលស៊ូទេមើលគេថា3នាក់វាបាត់មួយនេះអាហ្នឹងការហេតុដែរไอ้ណាអូគាត់ហ្នឹងឯងលងមិញនេះបងប្រុសដែលតែលងមិញដែរហ្នឹងតែគាត់អត់អីទេហើយមិញអញនៅតាមមួយគាត់ទេហើយចុះទៅ3នាក់ក្នុងកើតហេតុនេះគាត់ជិះទៅមួយគ្នា3នាក់ហើយអត់គាត់ដែរគាត់លេចទុងនៅម្ដងណានៅខាងហ្នឹងសង20ម៉ែត្រហើយតែខ្ញុំអត់តែ2នាក់នេះមួយខ្លួននិយាយឲ្យជិះទុងមួយដែរខ្ញុំឲ្យបងទៀតរួចខ្លួនដែរអូបងអាចចុះទៅដែរទុកទៅមួយជិះទៅ3នាក់ឯងទុកមួយចុះម្នាក់ទៀតទៅណាឥឡូវម្នាក់ទៀតទៅប៉ែហើយទៅប៉ែហើយតែឥឡូវសុខភាពគាត់មិនហើយហើយទៅបានតែស្រួលហើយចុះបងមានស្រួលទឹកស្រួលអីខ្លះដែរអត់អីទេអត់អីទេប៉ោតបានប៉ោតមកនៅហើយដល់គាត់នៅតាមទុកឆ្នោតទៅចាំដឹងអ្នកកណៃគឺលងទឹកហើយបាទអត់គាត់មកអ្នកទីខ្ញុំទៅជួបញ៉ៃលួងដែរលងដែរនេះខ្ញុំបានប៉ោត3នាក់បាត់2បាត់2បាត់1ខូចហើយមិនគោទីតាំងនៅភូមិសំដីឃុំថ្លោកស្រុកបៃជ្រុងខេត្តរៀងបងប្អូនយើងគឺករណីលងទឹកដល់តែ3នាក់គឺរកឃើញ2នាក់ហើយបងប្រុសម្នាក់នេះគឺអត់អីទេហើយម្នាក់ទៀតបញ្ជូនទៅពេទ្យហើយនៅសល់ម្នាក់ទៀតរកអត់ទាន់ឃើញទេមិនដឹងថារស់ឬស្លាប់ទេភូមិក្រុងភូមិសំដីឃុំថ្លោកស្រុកបៃជ្រុងបងប្អូនយើងភូមិសំដីឃុំថ្លោកស្រុកស្វាយជ្រុងខេត្តស្វាយរៀងបាទហើយលើស្ពានហ្នឹងហើយលើស្ពានបាក់ក្រុងបាទខាងលិចគាត់បាក់ក្រុងគោឲ្យណាមួយឲ្យឃើញរស់កុំឲ្យឃើញសាកសពលោកគូណាសង្ឃឹមថាគាត់រស់ចុះបាទយើងអរគុណច្រើនលោកគូ